ក្នុងជីវិតយើងតែងតែជួបប្រទះនឹងវិបត្តិដែលមិននឹកស្មានដល់ជាពិសេសនៅពេលដែលបញ្ហាហិរញ្ញវត្ថុឬការលំបាកផ្លូវចិត្តវាប្រហារមកលើយើងវាហាក់ដូចជាភាពងឹតបានលេបបាត់បាក់យើងពេលខ្លះយើងមានអារម្មណ៍អស់សង្ឃឹមដោយគិតថាអ្វីដែលយើងមានគឺតិចតួចពេកមិនអាចបង្កើតភាពខុសគ្នាបានឡើយនៅក្នុងសៀវភៅពីពងសាវតារស័ព្ទ4:1-7យើងអានអំពីរឿងរ៉ាវរបស់ស្ត្រីមេម៉ាយម្នាក់ដែលបានបាត់បង់ស្វាមីនិងត្រូវបានបន្ទុកដោយបំណុលនាងបានប្រឈមមុខនឹងស្ថានភាពដ៏គួរឲ្យភ័យខ្លាចមួយកូនប្រុសទាំងពីររបស់នាងប្រឈមនឹងការត្រូវបានលក់ជាទាសករដើម្បីសងបំណុលអ្វីដែលនៅសល់នៅក្នុងផ្ទះរបស់នាងគឺត្រឹមតែប្រេងមួយឆ្នាំងប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយប្រេងតូចតាចដែលហាក់ដូចជាមិនសំខាន់នេះជាភាសាហេប្រឺសេម៉ែនបានក្លាយជាចំណុចចាប់ផ្ដើមនៃអភូតហេតុមួយនៅសម័យបុរាណប្រេងមិនមែនគ្រាន់តែជាឥន្ធនៈនោះទេវាជានិមិត្តរូបនៃជីវិតពរជ័យនិងភាពសម្បូរបែបសម្រាប់នាងវាជាអ្វីគ្រប់យ៉ាងដែលនាងមានដើម្បីរស់នៅប៉ុន្តែតាមរយៈលោកអេលីសាជាអ្នកបម្រើរបស់ព្រះធនធានតូចតាចនេះបានក្លាយជាបណ្ដាញសម្រាប់ការផ្គត់ផ្គង់គ្មានដែនកំណត់លោកអេលីសាបានបញ្ជានាងឲ្យចេញទៅខ្ចីឆ្នាំងទទេឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីអ្នកជិតខាងបន្ទាប់មកនៅពីក្រោយទ្វារបិទជិតនាងត្រូវចាក់ប្រេងពីឆ្នាំងរបស់នាងចូលទៅក្នុងឆ្នាំងទាំងអស់ដែលបានខ្ចីមកអស់ចាណាស់ប្រេងបានបន្តហូរចេញរហូតដល់ឆ្នាំងទាំងអស់ពេញហើយឈប់តែនៅពេលដែលមិនមានឆ្នាំងទៀតសម្រាប់បំពេញនាងបានលក់ប្រេងនោះសងបំណុលនិងមានលុយគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្រួសាររបស់នាងតើបំណុលនៃភាពអស់សង្ឃឹមក្នុងជីវិតរបស់យើងជាអ្វីបំណុលទាំងនេះចង់យើងទៅនឹងស្ថានភាពទាសភាពជារៀងរហូតចំណងនៃអំពើបាបប៉ុន្តែព្រះបានរៀបចំប្រេងដែលគ្មានដែនកំណត់ព្រះគុណឥតកលនីរបស់ទ្រង់ដើម្បីសងបំណុលរបស់យើងរួចទៅហើយព្រះគុណនោះគឺជាព្រះយេស៊ូវគ្រីស្ទមិនថាយើងខំប្រឹងប៉ុណ្ណាក៏ដោយយើងមិនអាចសងបំណុលខាងឯវិញ្ញាណរបស់យើងដោយខ្លួនឯងបានទេប៉ុន្តែព្រះយេស៊ូវបានទទួលយកបំណុលទាំងអស់នោះនៅលើឈើឆ្កាងដោយប្រកាសថាវាបានសងពេញលេញទោះបីជាអ្វីដែលយើងមានគឺត្រឹមតែឆ្នាំងប្រេងតូចមួយដែលហាក់ដូចជាមិនសំខាន់គឺខ្លួនយើងផ្ទាល់ក៏ព្រះគុណរបស់ទ្រង់អាចបំពេញយើងបានហួសពីសមត្ថភាពនៃឆ្នាំងដែលយើងបានរៀបចំហួសពីការស្រមើស្រមៃរបស់យើងប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមនៅពេលនេះសូមឈប់មួយផ្លែតហើយពិចារណាថាតើការផ្ដោតអារម្មណ៍របស់អ្នកនៅទីណាតើអ្នកកំពុងអស់សង្ឃឹមដោយសារធនធានដែលមានកំណត់របស់អ្នកផ្ទុយទៅវិញសូមរៀបចំឆ្នាំងទេដើម្បីទទួលយកព្រះគុណនិងអំណាចរបស់ព្រះឆ្នាំងទាំងនោះគឺជាជំនឿនិងការស្ដាប់បង្គាប់របស់អ្នកចំពោះព្រះយេស៊ូវប្រើការថ្វាយតូចតាចរបស់យើងដើម្បីធ្វើអភូតហេតុដែលផ្លាស់ប្ដូរជីវិតទាំងមូលរបស់យើងទ្រង់មិនកំណត់ដែនកំណត់ទេទ្រង់បំពេញយើងបានយ៉ាងបរិបូរណ៍ស្របតាមនឹងហួសពីអ្វីដែលយើងរៀបចំនឹងសូមឲ្យអ្នកទទួលយកព្រះគុណឥតកលនីរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះហើយរស់នៅក្នុងជីវិតដែលពោរពេញដោយអំណាចដែលអាចយកឈ្នះលើគ្រប់ការលំបាក